ពួកម៉ែបងប្អូនទាំងអស់គ្នាបាទមកដល់សម័យបច្ចុប្បន្ននេះហានិភ័យនៃការកើតជំងឺមហារីកគឺមានច្រើនណាស់បាទមហារីកថ្លើមមហារីកសួតបាទមហារីកផ្សេងទៀតដូច្នេះបាទខ្ញុំបាទសូមណែនាំនៅអាហារទាំង4ប្រភេទដើម្បីបង្ការហានិភ័យនៃជំងឺមហារីកសួតចែកជូនពួកម៉ែបងប្អូនយើងឲ្យបានដឹងនៅពេលនេះតោះជួយ share ចូលស្ដាប់ខ្ញុំបាទសូមលំអិតជូនបាទដូចតទៅទស្សនិកជនជាទីមេត្រីរបបអាហារមិនអាចព្យាបាលជំងឺមហារីកសួតបានក៏ពិតមែនប៉ុន្តែវាអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តនៃជំងឺក៏ដូចជាជួយគ្រប់គ្រងរោគសញ្ញាតួយ៉ាងមានពពួកអាហារ4ប្រភេទគួរតែទទួលទានប្រចាំថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក៏ដូចជាប្រឆាំងនឹងជំងឺមហារីកសួតបានខ្លះដែរអាហារទាំង4ប្រភេទដែលប្រឆាំងការកាត់មហារីកសួតរួមមានទី1គ្រាប់ធញ្ញជាតិគ្រាប់ធញ្ញជាតិផ្ដល់កាបូអ៊ីដ្រាតនិងសារធាតុចិញ្ចឹមជាច្រើនរួមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មយោងតាមការស្រាវជ្រាវមួយបានបង្ហាញថាការទទួលទានអាហារដែលសម្បូរទៅដោយបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតជំងឺមហារីកបេះដូងទី2ផ្លែឈើនិងបន្លែចម្រុះពណ៌នៅពេលមានជំងឺមហារីកសួតការទទួលទានអាហារមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់អាចជួយកាត់បន្ថយរោគសញ្ញាបានយ៉ាងមានប្រសិទ្ធភាពដូចនេះគួរទទួលទានប៉េងប៉ោះផ្លែប៊ឺរីនិងម្ទេសផ្លោកព្រោះវាមានផ្ទុកអុកស៊ីតកម្មខ្ពស់ទី3ខ្លាញ់ចម្រាញ់ចេញពីរុក្ខជាតិគ្រាប់ធញ្ញជាតិផ្លែបឺរនិងប្រេងបន្លែផ្ដល់ប្រមាណសារធាតុចិញ្ចឹមសំខាន់រួមទាំងខ្លាញ់សុខភាពជាទូទៅខ្លាញ់ចម្រាញ់ចេញពីរុក្ខជាតិទាំងនេះផ្ដល់ថាមពលខ្ពស់និងមានសារធាតុចិញ្ចឹមទាបហើយវាល្អបំផុតនៅពេលចំណង់អាហារថយចុះដែលកត្តានេះច្រើនតែកើតឡើងចំពោះអ្នកដែលមានសាច់ដុំមហារីកសួតទី4ប្រភពប្រូតេអ៊ីនមានជីវជាតិការទទួលទានអាហារមានជាតិប្រូតេអ៊ីនគ្រប់គ្រាន់អាចជួយការព្យាបាលជំងឺមហារីកសួតមួយចំនួនកាន់តែមានប្រសិទ្ធភាពទ្វេដងប្រភពប្រូតេអ៊ីនដែលមានគុណភាពមានដូចជាទឹកដោះគោជូរសណ្តែកស៊ុតសរីរាង្គសាច់ផលិតផលធ្វើពីទឹកដោះគោនិងទឹកបន្លែទាំងនេះអាចជួយបង្កើនម៉ាសសាច់ដុំដើម្បីការពារសាច់ដុំពីការរួញស្វិតដែលអាចបណ្ដាលឲ្យកើតមានក្នុងនោះសូមកាត់បន្ថយប្រូតេអ៊ីនខ្ពស់នៅក្នុងខ្លាញ់ឆ្អែតដូចជាសាច់ខ្លាញ់និងសាច់មាន់ចៀនដែលអាចបង្កឲ្យមានការរលាកគួរតែជ្រើសរើសយកតែសាច់ក្រហមដែលគ្មានខ្លាញ់និងត្រីជំនួសវិញ